សហរដ្ឋអាមេរិកនឹងត្រួតត្រាវេណេស៊ុយអេឡារយៈពេលយូររដ្ឋធានីវ៉ាស៊ីនតោនឆ្លើយតបនៅក្នុងបទសម្ភាសន៍មួយបានចេញផ្សាយដោយកាសែត New York Times នៅថ្ងៃប្រហ័សទី8 ខែមករានេះដែលបានចោទសួរថាតើរយៈពេលយូរប៉ុណ្ណាដែលសហរដ្ឋអាមេរិកនឹងរក្សាការត្រួតត្រាលើប្រទេសវេណេស៊ុយអេឡាលោកប្រធានាធិបតីអាមេរិក Donald Trump បានឆ្លើយត្រង់ថាមានពេលវេលាតែមួយគត់ដែលអាចផ្ដល់ចម្លើយបានជាក់ស្ដែងនៅពេលសួរថាតើវានឹងមានរយៈពេល3ខែ6ខែ1ឆ្នាំឬយូរជាងនេះលោកត្រាំបានសង្កត់ធ្ងន់ទៀតថាខ្ញុំនឹងនិយាយយូរជាងនេះលើពីនេះលោកត្រាំបាននិយាយដោយត្រង់ទៀតថាយើងនឹងសាក់លបងវេណេស៊ុយអេឡាឡើងវិញតាមរបៀបដែលបានផលចំណេញច្រើនយើងនឹងប្រើប្រាស់ប្រេងហើយយើងនឹងយកប្រេងយើងនឹងធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះហើយយើងនឹងផ្ដល់ប្រាក់ឲ្យវេណេស៊ុយអេឡាដែលពួកគេត្រូវការយ៉ាងខ្លាំងលើពីនេះលោកត្រាំបានបន្ថែមទៀតថាសហរដ្ឋអាមេរិកកំពុងចុះសម្រុងគ្នាយ៉ាងល្អជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីស្ដីទីលោកស្រី Delcy Rodriguez គូជំរាបផងដែរថាកាលពីថ្ងៃអង្គារទី6 ខែមករាឆ្នាំ2026លោកត្រាំបានបង្ហាញផែនការចម្រាញ់ប្រេងនិងលក់ប្រេងដល់ទៅ50លានបារ៉ែលនៃប្រេងវេណេស៊ុយអេឡាដែលបានជាប់គាំងនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះក្រោយការបិទផ្លូវពីសំណាក់សហរដ្ឋអាមេរិកនេះកំពុងបង្ហាញយ៉ាងប្រកាសថារដ្ឋធានីវ៉ាស៊ីនតោនកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡានិងលូកដៃកាន់តែជ្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះចាប់តាំងពីការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro ក្នុងការវាយប្រហារដ៏ព្រឺព្រួយកាលពីចុងសប្តាហ៍មុន